សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ DSP Learning នៅក្នុងវីដេអូនេះយើងនឹងរៀនអំពីការបរិច្ឆេទនៅក្នុងភាសាចិនកុំឲ្យខាតពេលវេលាយូរមករៀនជាមួយនឹងខ្ញុំទាំងអស់គ្នាដោយពាក្យទី1នេះយើងអានថាចូលមកបានន័យថាចុងសប្តាហ៍ពាក្យបន្ទាប់គឺ星期一បានន័យថាថ្ងៃច័ន្ទពេលនេះយើងអានថា星期二បានន័យថាថ្ងៃអង្គារពេលនេះយើងអានថា星期三បានន័យថាថ្ងៃពុធពេលបន្ទាប់គឺ星期四បានន័យថាថ្ងៃប្រហ័សពេលបន្ទាប់គឺ星期五បានន័យថាថ្ងៃសុក្រពេលបន្ទាប់គឺ星期六បានន័យថាថ្ងៃសៅរ៍ពេលបន្ទាប់គឺ星期天បានន័យថាថ្ងៃអាទិត្យសម្រាប់ថ្ងៃអាទិត្យនេះគឺយើងអាចប្រើបានមួយពាក្យទៀតគឺ星期日ក៏បានន័យថាថ្ងៃអាទិត្យដូចគ្នាពេលបន្ទាប់គឺ今天បានន័យថាថ្ងៃនេះពេលបន្ទាប់គឺ明天បានន័យថាថ្ងៃស្អែកពេលបន្ទាប់យើងអានថា昨天បានន័យថាម្សិលមិញពេលបន្ទាប់នេះយើងអានថា前天បានន័យថាថ្ងៃម្សិលមិញថ្ងៃពេលបន្ទាប់គឺ后天បានន័យថាថ្ងៃខាងស្អែកពេលបន្ទាប់គឺ上周末បានន័យថាចុងសប្តាហ៍មុនពេលបន្ទាប់គឺ下周末បានន័យថាចុងសប្តាហ៍ក្រោយពេលបន្ទាប់គឺ一周បានន័យថាមួយសប្តាហ៍ពេលបន្ទាប់គឺ第一周បានន័យថាសប្តាហ៍ទី1ឬក៏សប្តាហ៍ដំបូងពេលបន្ទាប់គឺ第一天បានន័យថាថ្ងៃទី1ឬក៏ថ្ងៃដំបូងពេលបន្ទាប់គឺ月បានន័យថាខែសម្រាប់ខែមករាយើងអានថា1月បានន័យថាខែមករា2月បានន័យថាខែកុម្ភៈ3月បានន័យថាខែមីនា4月ខែមេសា5月ខែឧសភា6月ខែមិថុនា7月ខែកក្កដា8月ខែសីហា9月ខែកញ្ញា10月ខែតុលា11月ខែវិច្ឆិកា12月ខែធ្នូ下个月ខែក្រោយ上个月ខែមុន年ឆ្នាំ今年ឆ្នាំនេះ明年ឆ្នាំក្រោយ去年ឆ្នាំមុនសម្រាប់ឆ្នាំនៅក្នុងភាសាចិនគេនិយាយថា2025年ទេ2025年នឹងបានន័យថាឆ្នាំ2025ប៉ុន្តែក្នុងភាសាចិនគេអត់និយាយឆ្នាំ2025ចឹងទេគឺគេហៅលេខរាយគឺគេអានបែបនេះ2025年បានន័យថាឆ្នាំ2025ហើយនេះគឺជាទម្រង់ថ្ងៃខែកាលបរិច្ឆេទរបស់ចិនគឺគេតម្រៀបពីធំមកតូចមករៀនអានជាមួយនឹងខ្ញុំទាំងអស់គ្នា2025年5月3日星期六2025年5月3日星期六បានន័យថាថ្ងៃសៅរ៍ទី3ខែឧសភាឆ្នាំ2025 ពេល
ពាក្យបន្ទាប់នេះយើងអានថាចូលនៀនចូលនៀនចូលនៀនបានន័យថាគម្រប់ខួបឬក៏ដែលភាសាអង់គ្លេសហៅថា anniversary ពាក្យបន្ទាប់នេះគឺជា日ជា日ជា日បានន័យថាថ្ងៃឈប់សម្រាកហើយពេលនេះយើងអានថា生日生日生日បានន័យថាថ្ងៃកំណើតមេរៀននៅក្នុងវីដេអូនេះសូមចប់តែប៉ុណ្ណេះប្រសិនបើអ្នកទាំងអស់គ្នាមានចម្ងល់អ្វីអាចខមមិននៅខាងក្រោមបានសូមអរគុណចំពោះការចូលរួមទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ再见